នៅតាមដងផ្លូវដ៏ស្ងាត់ជ្រងំមួយនាវេលាម៉ោង 2 រំលងអាធ្រាត្រមានឡានដឹកក្តាមមឈូសមួយគ្រឿងកំពុងបើកបរយ៉ាងលឿនអ្នកបើកបរមានឈ្មោះថាបុទ្ធីនិងជំនួយការរបស់គេម្នាក់ទៀតមានឈ្មោះថាពាក់ក្តែមពួកគេទាំងពីរបានត្រូវគេជួលក្នុងតម្លៃខ្ពស់មួយខុសពីធម្មតាដើម្បីដឹកមឈូសឈើចាស់បុរាណមួយយកទៅកប់ចោលនៅក្នុងព្រៃដាច់ស្រយាលមួយកន្លែងមុនពេលចេញដំណើរគ្រូអាគង់ម្នាក់ដែលជាអ្នកជួលបានសង្កត់ធ្ងន់ទៅបម្រាមដាច់ខាតពីបម្រាមទី1ហាមឈប់ឡានដាច់ខាតទោះបីជាមានរឿងអ្វីកើតឡើងនៅតាមដងផ្លូវក៏ដោយបម្រាមទី2បើសិនបើឮសំឡេងគោះពីខាងក្នុងមឈូសត្រូវបន្ថែមល្បឿនឲ្យលឿនពេលបើកបរបានពាក់កណ្ដាលផ្លូវបរិយាកាសជុំវិញប្រែជាចុះអាប់ត្រជាក់ស្រេបភ្លាមនោះពាក់ក្តីដែលអង្គុយក្បែរអ្នកបើកបរបានឮសំឡេងយ៉ាងច្បាស់ពន្លឺចេញពីទ្រុងឡានខាងក្រោយតុកជាសំឡេងគោះឈើពុទ្ធិខំប្រឹងសម្រួមស្មារតីជន់ហ្គាមបន្ថែមល្បឿនឡានតាមពាក្យបណ្ដាំប៉ុន្តែសំឡេងគោះនោះកាន់តែខ្លាំងឡើងរហូតប្រែទៅជាសំឡេងខ្វាចក្តារចេញពីក្នុងមឈូសយ៉ាងគួរឲ្យព្រឺសម្បល់តែក៏ត្រូវមិនបានក៏បានលួចមើលតាមកញ្ចក់ចំហៀងគេបានឃើញកម្រមឈូសរបើកហើបឡើងហើយក៏មានប្រអប់ដៃស្គមស្គាំងស្បែកខ្មៅក្រៀមក្រោះនិងមានកញ្ចក់វែងកំពុងលុកចេញមកខាងក្រៅព្យាយាមរន់ចានកម្របនោះដោយសារតែភាពភ័យខ្លាចខ្លាំងពេកពុទ្ធិបានបាត់បង់ការគ្រប់គ្រងធ្វើឲ្យឡានរអើធ្លាក់ផ្លូវទៅបុកនឹងដើមឈើធំមួយភ្លើងឡានបានរលត់និងមិនសូមឆាំងនៅក្នុងភាពស្ងប់ស្ងាត់សំឡេងកម្រមឈូសធ្លាក់ទាតដល់ដីពន្លឺសំឡេងឡើងក្តាំងភក្តីនឹងពុទ្ធិអង្គុយកក់ឈាមក្នុងឡានមិនហ៊ានទាំងដកដង្ហើមខ្លាំងផងមួយសន្ទុះក្រោយមកពួកគេបានឮសំឡេងជើងមនុស្សដើរអស់យឺតសំដៅមកទ្វារកាប៊ីនឡានពេលពន្លឺព្រះច័ន្ទចាំងកាន់អាប់ស្ដាងពួកគេបានឃើញមុខដ៏គួរឲ្យរន្ធត់របស់សាកសពមាត់ហូរឈាមឡើងខ្មៅកំពុងឈរញញឹមសម្លឹងមើលមកពួកគេតាមកញ្ចក់ទ្វារឡានរួចនិយាយថាដល់ម៉ោងបដូរជីវិតហើយមឈូសមួយនេះគឺសម្រាប់ដាក់សាកសពរបស់ពួកឯងទាំងពីរនាក់បន្ទាប់ពីបានឮសំឡេងនោះហើយវិធីនិងភក្តីបានដកដង្ហើមញាប់ស្អេកក្តីភ័យខ្លាចបានជំរុញឲ្យពួកគេសម្រេចចិត្តបើកទ្វារឡានរួចបោះចំហៀនរកធ្លាក់ពីលើឡានសំដៅចូលទៅក្នុងព្រៃដងងងឹតសូនឆឹងពួកគេបានរត់បុកមែកឈើនិងបន្លាដាច់រហ័យសាច់ដេញតាមគ្នាបណ្ដាងាកមើលក្រោយបណ្ដានៅពីក្រោយខ្នងរបស់ពួកគេមានរូសូរសំឡេងជាងមនុស្សឈន់ស្លឹកឈើដេញតាមក្រោយទោះបីជារត់ឆ្ងាយពីឡានយ៉ាងណាក៏ដោយក៏ក្លិនឆ្អាបនិងក្លិនស្អុយរលួយនោះនៅតែបោកមកតាមខ្យល់បុកច្រមុះរបស់ពួកគេដដែលរត់បានមួយសន្ទុះភក្តីបានតាក់ជើងនឹងឫសឈើធំមួយដុបកាប់មកទៅនឹងដីពុទ្ធិឃើញដូចនេះក៏ស្ទុះទៅទាញដៃមិត្តភក្តិឲ្យក្រោកឡើងប៉ុន្តែពេលពុទ្ធិចាប់ទាញដៃនោះឡើងគេមានអារម្មណ៍ថាដៃនោះត្រជាក់ស្រេបដូចទឹកកកនិងមានស្បែកគ្រើមខុសពីធម្មតាពេលពុទ្ធិពិនិត្យមើលឲ្យច្បាស់ទាំងភ័យញ័រសក់ក្បាលរបស់គេក៏ប្រែទៅជាព្រឺកន្ត្រាក់មនុស្សដែលដួលនៅលើដីនោះមិនមែនជាភក្តីឡើយប៉ុន្តែគឺជាសាកសពដែលមានមាត់ហូរឈាមខ្មៅម្នាក់នោះទៅវិញវាកំពុងដេកផ្ងាមុខសម្លឹងមើលមកពុទ្ធិទាំងបើកភ្នែកធំរួចចាប់ច្របាច់កដៃពុទ្ធិយ៉ាងណែនពុទ្ធិភ័យពេកលែងដឹងស្លាប់រស់ក៏ប្រើកម្លាំងចុងក្រោយរលាស់ដៃរួចរត់បំរុងទៅមុខម្នាក់ឯងទាំងលែងគិតក្រោយចំណែកឯភក្តីពិតប្រាកដគឺបានវង្វេងផ្លូវបាត់តាំងពីដំបូងមកម្លេះពុទ្ធិរត់រហូតអស់កម្លាំងដួលសន្លប់បាត់ស្មារតីនៅក្រោមដើមឈើធំមួយព្រឹកឡើងពន្លឺព្រះអាទិត្យបានជួយសង្គ្រោះពុទ្ធិគេបានដឹងខ្លួនឡើងវាចេញមកដល់ផ្លូវខ្នល់វិញដោយមានអ្នកភូមិជួយសង្គ្រោះប៉ុន្តែចាប់តាំងពីយប់នោះមកពុទ្ធិបានខ្លាចទៅជាមនុស្សវង្វេងវង្វាន់និយាយតែម្នាក់ឯងឯភក្តីត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងមឈូសខាងក្រោយឡានដោយឃើញមានស្នាមខ្វាចកញ្ចក់ពេញមុខ